anh nói thầy ấy anh nói thầy hoa nói thầy đau à anh nói thầy hòa nè anh thầy hoa với anh nữa anh nói thầy chợ đào thầy tua đi anh cho anh nói thầy điệp anh khai cái lô đôi tam tua tinh thấy sầm món ban tây sao màu với nhỉ ê cái lương kẹp xe nhom xăng ហើយការនៅរៀនអូនដឹងអស់ពួកម៉ាក់បងជាប់សិតលេខ30លេខ40អាយបងលេខ1លេខ2តែលេខ1លេខ2នេះមកលក់ត្រីឯនេះជាប់លេខ30 40គេធ្វើធំអស់ nè ê ở nơi cái mơ làng phải phình ta anh mà plate anh ban cái thọt con ta thì ôn ố chả chừng ai tiếng ហ្នឹងហើយជ្រូកខ្មែរណា à anh chỉ khai tinh thầy chúc ban thầy cô ណៃយាយគេមិនឈ្មោះដូចឯងទេ cái tinh play sầm món cái ban thầy trao thì biết đâm cái ba của tôi ấy chứ ចុះពេលគេល្បីហ្នឹងយាយបានហូបម្ដងនៅមកជីវិតហ្នឹងបានហូបត្រីហ្នឹងម្ដងនៅត្រី mau vậy thế mà tí từ tiền à lý ngày giờ pan ai lụa lươn បើ đấy យាយ chả ជួយទិញត្រីឲ្យយាយត្រីនេះសសើណែណែ anh nói thầy ấy អានោះត្រីរស់នោះត្រីឆ្ដោ thầy hòa ចា anh nói thầy hòa នេះអានេះត្រីរស់យាយមើល anh nói thầy chợ đào ហើយនេះអាត្រីឆ្ដោនេះកន្ទុយធំនេះ ngọt với anh thầy hòa thầy chợ đào một đôi giặc lìa nó យាយចេះតែនិយាយដល់ ai cho anh nói thầy tua ត្រីទួនេះត្រីទួនេះទួអាទួចឹងគេហៅទួអី ai cho anh nói thầy điệp ចេះសួរទិញអត់ហ្នឹង thì anh ngon thấy bua nó một đôi kia tầng 4 thì phải khoan là tu cho hành thống អាដៀបអាឆ្ដោអាត្រីនេះហ្នឹងវាដូចតែគ្នាទេទួអីហ្នឹង thầy chợ đào mà cà lôประมาณ ត្រីឆ្ដោបើយកទាំងមូល1គីឡូ15000 tầng 4 mà 15,000 ចា anh cho bọc lẹ vô tay chân gì câu nè យកសាច់23000 phải á គេលក់ទូទៅហើយយាយអើយ mà mơn vào bấy á con anh tên mình cả tha tao mơn bấy មានកថាណាលក់ខុសគ្នាចឹងឥឡូវទៅសួរនេះតោកមួយណាក៏គេលក់23000ដែរសាច់ចុះ à đó pi mơn mà con á ta anh អត់ទេយាយខ្ញុំលក់ច្រេញនេះខ្ញុំយកមក22000នេះយាយ anh nó thấy chợ đào ấy ចា mà hỏi chính mà យកអាសាច់នេះហ៎ mà ចា đấy chợ đào ấy anh មកយាយ đôi thấy tu ở mày tích lấn nó ត្រីឆ្ដោគេភ្លះគ្រាន់តែគេយកចេញស្បែកចេញហ្នឹងណា vô cả la cà lô mà chợ đào ơi bà con chợ đào thì tinh chợ đào vô từ tia từ lọp màu vinh thấy tụ thấy ấy ắt đá đấy ចា anh khai cái lô đôi tam tua tinh thấy sầm món ban tây sao màu vinh nhỉ អេគ្រឿងគេផ្សេងខ្ញុំសឹងខ្ញុំដាក់តាំងឲ្យមើលនេះមើលឃើញច្បាស់ហាក់នោះគេឃើញវាមិនច្បាស់ à lấy cái la cà lô anh vô thấy tua tí chợ lon đã thấy sầm món anh bạch cháo anh đẹp à hơi à មិនថាទិញត្រីឆ្ដោឥឡូវយកត្រីទួ à thấy chợ đào nó anh về bà đã thấy chợ đào mà មើលមិនអត់ទេជួយហុចស្មៅមួយមើលស្លឹងឲ្យគាត់អូនអូយមកយាយទេច្រឡំមិនអូនថ្ងៃច្រឡំអូនទៅមកយាយអើយចា mà lần mà đâu mà phần nắng ạ យកប៉ុណ្ណឹងហ៎ អ៊ីវ៉ាបងពិតជាសុំទោសអូនពិតមែនណាបងធ្លាប់បានសន្យាជាមួយអូនថានៅពេលដែលបានបងជាប្តីមិនធ្វើឲ្យអូនលំបាកតែពេលនេះបងធ្វើមិនបានដូចអ្វីដែលបងបានសន្យាជាមួយអូន បងកុំនិយាយបែបនេះអីគ្មានអ្នកណាគេចង់បានបែបនេះទេវាសនាជាអ្នកកំណត់មនុស្សជាអ្នកធ្វើហេតុអីក៏បងពុកពីបែបនេះ តែបងខឹងសមត្ថភាពខ្លួនឯងបងជាមនុស្សប្រុសគួរណាតែមានការងារល្អជាងនេះបើជាមកអង្គុយលក់ត្រីជាមួយអូនបងសុំទោសណាបងដឹងថាការងារនេះវាជាការងារសុចរិតពិតមែនតែប្រុសគេខ្លះពួកម៉ាក់បងគេធ្វើមេធាវីគេធ្វើដុកទ័រគេធ្វើមេប៉ូលីសតែចំណែកបងមកលក់ត្រីវាខុសគេហើយការនៅរៀនអូនដឹងអស់ពួកម៉ាក់បងជាប់សិតលេខ30លេខ40អាយបងលេខ1លេខ2តែលេខ1លេខ2នេះមកលក់ត្រីឯនេះជាប់លេខ30 40គេធ្វើធំអស់ បងកុំបារម្ភអីអូនសុខចិត្តដាច់កាយមកលំបាកជាមួយបងកុំខ្លាចថាអូនបែកចិត្តទៅរកអ្នកថ្មីអីនេះ អ៊ីវ៉ាបងនិយាយមែនណាបើសិនជាថ្ងៃណាមួយអូនបានជួបបរិយល្អជាងបងអូនរៀបការជាមួយគេបោះបងចុះបងមិនខឹងអូនទេ មកក៏បងនិយាយបែបនេះ ព្រោះតែការស្រឡាញ់គឺជាការលះបង់ឲ្យតែមនុស្សខ្លួនឯងស្រឡាញ់មានក្តីសុខបងសប្បាយចិត្តណាស់ពេកហើយ nè ê ở nơi cái mơ làng phải phình ta anh mà plate anh ban cái thọt con ta dầm lấy đôi tua con vậy mi ô đấy anh đạp đi chẳng ai mà là cái thọt con ta នៅពេលដែលយើងមិន dầm lấy đôi tua con được múc làm cành trà អូនដឹងអត់នៅពេលដែលយើងមិនតាន់ជោគជ័យមនុស្សគ្រប់គ្នាតែសើចចំអកចាំមើលពួកយើងមានវិឡាមានឡានទំនើប
ពួកនឹងសើចមកយើងទៀតអូន អូយគ្មានណាសើចចំអត់ទេគេគ្រាន់តែឃើញកូនឯង sweet ពេកហើយលក់ស្អីហ្នឹង អូលោកយាយលោកយាយឃើញខ្ញុំលក់ត្រីហើយសួរឌឺយើងថាលក់អីទៀត ដឹងតែលក់ត្រីហើយសួរតែត្រីហ្នឹងត្រីស្អីអាត្រី ត្រីប្រាប្រហើម ត្រីអាហ្នឹងត្រីប្រា ចាត្រីបង្ហើម អាហ្នឹងគេយកត្រីប្រាមកធ្វើ ចា ប្រាឲ្យប្រកបប្រាតិចទិញប្រាទៅមកវិញបានត្រីពោហ៎ ត្រីពោក៏បានដែរ លោកយាយអ្វីត្បិតតែតូបខ្ញុំវាតូចតែខ្ញុំរកស៊ីសុចរិតណាលក់ត្រីប្រាគឺត្រីប្រាហើយមានត្រីពោឯណាយកមកបន្លំទេ អើគីឡូទិញត្រីប្រាទៅបានត្រីពោហើយ1គីឡូប្រហែល អូនប្រាប់តម្លៃគាត់ទៅ អានេះ1គីឡូ30000 30000អេ ចា តែដោយសារខ្ញុំយល់លោកយាយចាស់ចរិយាលក់ 25000ឲ្យគាត់ទៅ ឥឡូវ25000ថ្លឹង1គីឡូតែត្រីប្រាឲ្យប្រកបត្រីប្រាប្រយ័ត្នតែយកទៅមកវិញបានត្រីពោ បើអញ្ចឹងលោកយាយ អញធ្លាប់ឃើញគេផ្សាយតាមទូទិញត្រីសាម៉ុនបានត្រីត្រោតអីនោះអញខ្លាចគីឡូវាដូចគេអញ្ចឹង បេះឲ្យគាត់ភ្លក់មួយម៉ាត់ទៅ ហេភ្លក់ឲ្យហែងត្រីឆៅហ្នឹងមកថ្លឹង1គីឡូមក ថ្លឹងឲ្យគាត់ទៅអូន អានេះវាឲ្យអញភ្លក់មើលអានេះហ៎មកថ្លឹង1គីឡូមកថ្លឹងមួយហ្នឹងមកអានិយាយថាសាច់ជ្រូកហ្នឹងអញដាក់ទៅ8គីឡូអាម៉ូតូដប់ដឹកទៅណាស្អីយកអីគេខ្លះចាំស្ដាប់អញមក នេះអូនអូចាស់ជាងឯងទៀត ណែមកហៅខ្ញុំមីអូនហ្នឹងយាយ ដែរឃើញចំណាស់ប៉ែតជាងឲ្យមកលក់សាច់ជ្រូក ថ្ងៃម៉េចតែជាងលក់បានចឹង តែចាំមួយថ្ងៃអេកូនមកមើលតូបឲ្យកូនតែមួយផ្លែតទេ ខ្ញុំលក់រាល់តែថ្ងៃហ្នឹងម៉េចរត់ទិញអីយាយ ទិញសាច់ជ្រូក ទិញណា សាច់សុត1គីឡូប្រហែលបង សាច់សុត1គីឡូ18000 18000 ហ្នឹងហើយសាច់ជ្រូកខ្មែរណា ជ្រូកខ្មែរយើងអេ ចា ហ្នឹងមកដុំហ្នឹងគេសរសើរជ្រូកល្អគ្រប់គ្នាហ្នឹង យក អ ប៉ុ ត់ ណ្ណឹង ត ឯង ថ្លៃទេតែទិញសាច់ជ្រូកឲ្យប្រកបបានសាច់ជ្រូកតិចយកទៅដល់ផ្ទះលេងប៉ះសាច់គោសាច់សុតអីអត់បានទេខ្ញុំ យាយអាណាគេយកសាច់គោមកលក់ឲ្យយាយឯងហ្នឹងសាច់គោថ្លៃជាងសាច់ជ្រូកណា អញចេះខ្លាចទិញសាច់ជ្រូកបានសាច់គោ ណែយាយគេមិនឈ្មោះដូចឯងទេទិញសាច់ជ្រូកគេដាក់សាច់ជ្រូកឲ្យមានអាទៅឲ្យសាច់គោឯងសាច់ជ្រូក1គីឡូ18000សាច់គោ1គីឡូ40000ហ្នឹងអាណាល្ងងទៅលក់ឲ្យឯងហ្នឹង និយាយឯងអត់មានមើល Facebook ទេអីគេទិញត្រីសាម៉ុនគេបានត្រីត្រោតគ្មានដឹងក្បាលកតុយអីចឹង ចុះទៅគេល្បីហ្នឹងយាយបានហូបម្ដងនៅមួយជីវិតហ្នឹងបានហូបត្រីហ្នឹងម្ដងនៅដើរគោគេពេញតែផ្សារទិញត្រីរស់ទៀតត្រីឌៀបត្រីឌីបទៀតត្រីរស់ណែទិញកន្លែងខ្ញុំសាច់ជ្រូកនឹងសាច់ជ្រូកហ៎ ឲ្យលុយតាយាយនេះវៃអញខ្លាចគីឡូច្រឡំដូចគេទិញសាច់ជ្រូកបានសាច់គោ